រឿងជ្រូកសំលៀងចង្កូមនៅក្នុងព្រៃជ្រៅមួយដែលសម្បូរទៅដោយសត្វគ្រប់ប្រភេទរស់នៅមានឆ្កែចចកមួយក្បាលដែលកំពុងដើរស្វែងរកចំណីវាក៏ជួបប្រទះនឹងជ្រូកព្រៃមួយក្បាលដែលកំពុងតែសំលៀងចង្កូមរបស់ខ្លួននឹងឈើឃើញហើយឆ្កែចចកមានការងឿងឆ្ងល់ជាខ្លាំងវាក៏ដើរទៅជិតជ្រូកព្រៃនោះរួចសួរថាអាសម្លាញ់ជ្រូកព្រៃឯងកំពុងធ្វើអីហ្នឹងជ្រូកព្រៃឆ្លើយទៅឆ្កែចចកវិញថាខ្ញុំកំពុងតែសម្លៀងចង្កូមឲ្យវាមុតស្រួចនឹងណាបងឆ្កែចចកវាឮដូច្នោះហើយឆ្កែចចកក៏ងាកឆ្វេងងាកស្ដាំមើលជុំវិញខ្លួនរួចក៏សួរទៅជ្រូកព្រៃបន្តថាសម្លាញ់គ្នាមិនឃើញមានព្រានព្រៃឬសត្វសាហាវណាធ្វើបាបឯងផងមិនក៏ឯងចាំបាច់សម្លៀងចង្កូមនាំតែហត់ធ្វើអីស្ដាប់សំណួរឆ្កែចចកហើយជ្រូកព្រៃក៏ពោលយ៉ាងម៉ឺងម៉ាត់ថាមែនហើយសម្លាញ់ពេលនេះវាពិតជាគ្មានគ្រោះភ័យអីមែនតែបើថ្ងៃណាមួយមានអាសន្នអន់ក្រកើតឡើងភ្លាមបើខ្ញុំរវល់តែចាំសម្លៀងចង្កូមនោះតើធ្វើម៉េចនឹងចាត់ការទាន់ពេលទៅស្រួលមិនស្រួលខ្ញុំប្រហែលជាមិនបានរួចជីវិតមកសម្លៀងចង្កូមបែបនេះឡើយបងចចឯងដឹងទេថាមានរឿងច្រើនណាស់ដែលតម្រូវឲ្យខ្ញុំប្រើចង្កូមដ៏មុតស្រួចនេះណាកតេអប់រំចូលត្រៀមខ្លួនឲ្យបានស្រេចជាប្រចាំព្រោះយើងមិនអាចដឹងមុនថាហេតុការណ៍អាក្រក់វានឹងកើតឡើងនៅពេលណានោះទេ